សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាទៀតហើយការនាំយករឿងនេះមកនិយាយដោយមានចំណងជើងថាប្តីនៅក្រោមអំណាចរបស់មេក្មេកនៅក្នុងភូមិមួយមានបុរសម្នាក់ឈ្មោះវីរៈដែលទៅរៀបការជាមួយស្រីស្អាតម្នាក់ឈ្មោះស្រីពៅនៅថ្ងៃដំបូងនៃការរស់នៅក្នុងគ្រួសារវីរៈគិតថាជីវិតគាត់នឹងពោរពេញទៅដោយសេចក្តីសុខប៉ុន្តែអ្វីមិនដូចដែលគាត់គិតឡើយម៉ែក្មេករបស់គាត់គឺជាអ្នកស្រីចន្ទធាជាស្ត្រីមានអំណាចខ្លាំងនិងចូលចិត្តបញ្ជាអ្នកដទៃចាប់តាំងពីថ្ងៃដំបូងដែលវីរៈចូលរស់នៅផ្ទះភរិយាគាត់ត្រូវគេបង្ខំឲ្យធ្វើការងារគ្រប់យ៉ាងដូចជាចម្អិនអាហារសម្អាតផ្ទះទៅដល់ការធ្វើការងារដំណាំនៅក្រៅផ្ទះវីរៈទៅយកទឹកមកឲ្យម៉ែក្មេកហៅដោយសំឡេងតឹងតែងបាទម៉ែវីរៈឆ្លើយដោយសំឡេងទន់ភ្លន់ទោះបីជាគាត់នឿយហត់ក៏ដោយថ្ងៃមួយវីរៈនិយាយជាមួយភរិយារបស់គាត់ស្រីពៅអូនអាចនិយាយជាមួយម៉ែអូនបន្តិចបានទេបងមានអារម្មណ៍ថាបងត្រូវធ្វើការងារច្រើនពេកហើយស្រីពៅសម្លឹងមើលមុខប្តីហើយឆ្លើយថាបងអត់អីទេម៉ែគាត់ចង់ឲ្យបងរងមាំនិងចេះទទួលខុសត្រូវបងគួរតែអត់ធ្មត់បន្តិចទៅពាក្យទាំងនេះធ្វើឲ្យវីរៈស្ងប់ស្ងាត់ប៉ុន្តែក្នុងចិត្តគាត់មានការឈឺចាប់យ៉ាងខ្លាំងពេលវេលាកន្លងទៅវីរៈកាន់តែមានអារម្មណ៍ថាគាត់គ្មានតម្លៃក្នុងគ្រួសារនេះគាត់គិតថាប្រសិនបើគាត់បន្តរស់នៅបែបនេះគាត់នឹងបាត់បង់ខ្លួនឯងថ្ងៃមួយគាត់សម្រេចចិត្តនិយាយដោយត្រង់ទៅម៉ែក្មេកម៉ែខ្ញុំគោរពម៉ែណាស់ប៉ុន្តែខ្ញុំក៏ជាមនុស្សម្នាក់ដែលមានអារម្មណ៍ខ្ញុំចង់បានការគោរពដូចគ្នាអ្នកស្រីចន្ទាស្ទាក់ស្ទើរបន្តិចមុននឹងនិយាយថាម៉ែគិតថាម៉ែធ្វើបែបនេះដើម្បីឲ្យកូនល្អឡើងប៉ុន្តែមើលទៅម៉ែធ្វើឲ្យកូនពិបាកចិត្តចាប់ពីថ្ងៃនេះមកទំនាក់ទំនងក្នុងគ្រួសារនេះចាប់ផ្ដើមផ្លាស់ប្ដូរម៉ែក្មេកចាប់ផ្ដើមយល់ចិត្តវីរៈលក្ខណៈដែលវីរៈក៏បន្តបង្ហាញការគោរពដល់ម៉ែក្មេកដែរបន្ទាប់ពីថ្ងៃដែលវីរៈបាននិយាយចេញពីចិត្តទំនាក់ទំនងនៅក្នុងផ្ទះដូចជាឡើងបន្តិចប៉ុន្តែមិនទាន់រលូនទាំងស្រុងឡើយម៉ែក្មេកនៅតែមានអាកប្បកិរិយាខ្លះដែលធ្វើឲ្យវីរៈមានអារម្មណ៍តានតឹងថ្ងៃមួយនៅពេលវីរៈកំពុងអង្គុយសម្រាកក្រោយពេលធ្វើការងារពេញមួយថ្ងៃអ្នកស្រីចន្ទាបានហៅមកវិញវីរៈចូលទៅជួយម៉ែបន្តិចទៅកាប់ឈើក្រោយផ្ទះវីរៈស្ទាក់ស្ទើរប៉ុន្តែលើកនេះគាត់មិនឆ្លើយភ្លាមដូចមុនទៀតទេម៉ែថ្ងៃនេះខ្ញុំនឿយហត់ណាស់អាចឲ្យខ្ញុំសម្រាកបន្តិចបានទេពាក្យនេះធ្វើឲ្យអ្នកស្រីចន្ទាស្ងប់ស្ងាត់មួយភ្លែតនាងមើលមុខវីរៈហាក់ដូចជាកំពុងគិតអ្វីមួយបើអញ្ចឹងសម្រាកសិនទៅកុំឲ្យអស់កម្លាំងពេកវាជាលើកដំបូងដែលវីរៈបានឮពាក្យទន់ភ្លន់បែបនេះពីម៉ែក្មេកគាត់មានអារម្មណ៍ថាអ្វីកំពុងផ្លាស់ប្ដូរបន្តិចម្ដងយប់នោះស្រីពៅបាននិយាយជាមួយម៉ែរបស់នាងម៉ែវីរៈគាត់ខំធ្វើការណាស់សូមម៉ែព្យាយាមយល់ចិត្តគាត់ផងអ្នកស្រីចន្ទាស្ទាក់ស្ទើរបន្តិចមុននឹងធ្វើការឆ្លើយតបម៉ែដឹងហើយថាកូនម៉ែគ្រាន់តែចង់ឲ្យគាត់ក្លាយជាបរិសុទ្ធរងមាំប៉ុន្តែប្រហែលម៉ែតានតឹងពេកចាប់ពីថ្ងៃនោះមកអ្នកស្រីចន្ទាបានចាប់ផ្ដើមផ្លាស់ប្ដូរអាកប្បកិរិយាមិនបញ្ជាវីរៈដូចមុនទៀតឡើយហើយក៏ចាប់ផ្ដើមសរសើរគាត់នៅពេលគាត់ធ្វើការល្អថ្ងៃមួយពេលគ្រួសារអង្គុយញ៉ាំអាហារជុំគ្នាអ្នកស្រីចន្ទាបាននិយាយថាវីរៈការងារដែលកូនធ្វើថ្ងៃនេះល្អណាស់ម៉ែសូមអរគុណវីរៈភ្ញាក់ផ្អើលហើយញញឹមយ៉ាងស្រទន់អរគុណម៉ែខ្ញុំក៏រីករាយដែលបានជួយគ្រួសារស្រីពៅមើលទៅទាំងពីរដោយចិត្តពេញចិត្តផ្ទះដែលមុននេះពោរពេញទៅដោយភាពតានតឹងឥឡូវបានក្លាយជាកន្លែងដែលមានភាពកក់ក្ដៅនិងស្និទ្ធស្នាលវិញទោះបីជាអាកប្បកិរិយារបស់អ្នកស្រីចន្ទាបានផ្លាស់ប្ដូរល្អឡើងក៏ដោយក៏មានថ្ងៃមួយដែលបញ្ជាថ្មីកើតឡើងវិញថ្ងៃនោះមានភ្ញៀវមកលេងផ្ទះហ
ហើយអ្នកស្រីចន្ទាចង់បង្ហាញថាគ្រួសាររបស់នាងមានរបៀបរៀបចំល្អនាងបានហៅវីរៈឲ្យធ្វើការច្រើនដូចមុនដើម្បីបង្ហាញភ្ញៀវវីរៈចូលធ្វើនេះធ្វើនោះឲ្យរហ័សភ្ញៀវមកហើយវីរៈមានអារម្មណ៍ថាខ្លួនកំពុងត្រូវប្រើដើម្បីបង្ហាញមុខមាត់ប៉ុន្តែលើកនេះគាត់មិនស្ងៀមដូចមុនទៀតទេគាត់និយាយយ៉ាងស្ងប់ស្ងាត់ម៉ែខ្ញុំសូវចិត្តជួយប៉ុន្តែសូមម៉ែកុំធ្វើដូចជាខ្ញុំគ្រាន់តែជាមនុស្សបម្រើបានទេភ្ញៀវដែលអង្គុយនៅចិត្តបានឮពាក្យនេះហើយស្ងប់ស្ងាត់ទាំងអស់គ្នាអ្នកស្រីចន្ទាមុខក្រហមបន្តិចព្រោះមិនធ្លាប់មាននរណាម្នាក់និយាយជាមួយនាងបែបនេះនៅមុខអ្នកដទៃឡើយប៉ុន្តែភ្ញៀវម្នាក់បាននិយាយឡើងថាប្អូនវីរៈនិយាយត្រឹមត្រូវណាស់ក្នុងគ្រួសារត្រូវគោរពគ្នាទៅវិញទៅមកមិនមែនតែបញ្ជាគ្នាទេពាក្យនេះធ្វើឲ្យអ្នកស្រីចន្ទាដូចជាប្រែចិត្តភ្លាមនាងដកដង្ហើមយឺតហើយនិយាយថាម៉ែសុំទោសវីរៈម៉ែប្រហែលនៅមានអាកប្បកិរិយាចាស់មួយចំនួនវីរៈញញឹមតិចហើយឆ្លើយថាគ្មានអីទេម៉ែហើយរៀនពីគ្នាទៅវិញទៅមកបានហើយក្រោយពីពេលនោះមកមិនត្រឹមតែអ្នកស្រីចន្ទាប៉ុណ្ណោះទេដែលផ្លាស់ប្ដូរប៉ុន្តែវីរៈក៏កាន់តែមានភាពជឿជាក់លើខ្លួនឯងនិងដឹងរបៀបការពារសិទ្ធិរបស់ខ្លួនដោយគោរពអ្នកដទៃផងដែរគ្រួសារនេះបានក្លាយជាគំរូមួយសម្រាប់អ្នកនៅជុំវិញព្រោះពួកគេអាចផ្លាស់ប្ដូរពីភាពតានតឹងទៅជាការយល់ចិត្តនិងគោរពគ្នាទៅវិញទៅមកពីព្រឹត្តិការណ៍ថ្ងៃនោះផ្ទះវីរៈហាក់ដូចជាស្ងប់ស្ងាត់ជាងមុនប៉ុន្តែវីរៈចាប់អារម្មណ៍ថាម៉ែក្មេករបស់គាត់មានអាកប្បកិរិយាចម្លែករាត្រីមួយនាងតែងតែភ្ញាក់ឡើងនៅពេលកណ្ដាលយប់ហើយដើរចេញទៅខាងក្រោយផ្ទះវីរៈចាប់ផ្ដើមសង្ស័យស្រីពៅអូនធ្លាប់ឃើញម៉ែធ្វើអ្វីចម្លែកទេស្រីពៅគិតបន្តិចហើយឆ្លើយថាអូនក៏សង្កេតឃើញដែរម៉ែមិនដែលនិយាយអ្វីទេយកបន្ទប់វីរៈសម្រេចចិត្តតាមដានពេលដែលម៉ែក្មេកដើរចេញពីបន្ទប់គាត់ដើរតាមយ៉ាងស្ងៀមស្ងាត់ខ្យល់ត្រជាក់បក់តាមដើមឈើធ្វើឲ្យបរិយាកាសកាន់តែគួរឲ្យខ្លាចម៉ែក្មេកឈរនៅមុខផ្ទះចាស់មួយដែលមិនមាននរណាធ្លាប់ចូលជាយូរហើយនាងនិយាយស្រាលដូចជាកំពុងនិយាយជាមួយនរណាម្នាក់ខ្ញុំបានធ្វើតាមដែលម៉ែធ្លាប់ប្រាប់ហើយសូមកុំរំខានគ្រួសារខ្ញុំទៀតវីរៈស្ដាប់ហើយចិត្តរន្ធត់គាត់មិនយល់ថាម៉ែក្មេកកំពុងនិយាយជាមួយនរណាភ្លាមនោះមានសំឡេងចម្លែកមួយលេចឡើងពីក្នុងផ្ទះចាស់វីរៈដកដង្ហើមជ្រៅហើយដើរចូលទៅជិតបេះដូងគាត់បុកខ្លាំងអ្វីដែលគាត់នឹកឃើញបន្ទាប់អាចផ្លាស់ប្ដូរជីវិតគាត់ជារៀងរហូត